ខ្លះនៅម្ដុំទូពង្រត់ហើយប្រកាសជាស្គាល់ជាមួយនឹងហាងកាទៀវឆ្ងាញ់មានឈៀងហេង2ដែលនៅជាប់ជាមួយនឹងបរិយហុងឡាយនៅលើផ្លូវទូពង្រត់នឹងតែម្ដងពេលដែលនាងខ្ញុំមកដល់នៅកន្លែងហ្នឹងគឺមិនថាការធ្វើកាទៀវជាមួយបាយនិយាយទៅមានគ្រប់មុខតែម្ដងតាំងពីបាយមាន់ស្ងោរបាយសាច់ជ្រូកបាយមាន់ចៀនកាទៀវចង់កាទៀវសាច់ជ្រូកចិញ្ច្រាំឬក៏គេហៅគៀវទីអីហ្នឹងគឺមានគ្រប់មុខទាំងអស់ហើយចំពោះការដែលមកដល់កន្លែងនេះផងដែរហ្នឹងគឺបុគ្គលិកគាត់ជាមួយនឹងតកែគឺស្រស់ដៃស្រស់ជើងគ្នាគេហៅថាដូចជាសិល្បៈមួយអញ្ចឹងណាគឺមានភាពលោកថាមមាញឹកហើយគូលឿនមែនតែនអត់ឲ្យទេថាសម្រាប់ភ្ញៀវនឹងអង្គុយនៅក្នុងហាងរងចាំយូរឬក៏អ្នកដែលខ្ចប់ទៅខាងក្រៅហ្នឹងគឺចាំយូរអត់ទេគាត់មានរបៀបរបបក្នុងការដែលរៀបចំញ៉ាំនឹងកន្លែងហើយនឹងការខ្ចប់ហើយចំពោះហាងនេះផងដែរគឺមានទាំងអស់តាំងពីកាហ្វេគាត់ខ្ញុំកំងឡាតេជាមួយនឹងបងអូនស្រីស្រស់ស្អាតបងអូនស្រស់ហ្មងណាឲ្យញ៉ាំស្រស់ហើយនិយាយទៅគាត់ធ្វើឆ្ងាញ់មែនតើអញ្ចឹងនៅពេលដែលញ៉ាំទៅញ៉ាំហ្នឹងគឺខ្ញុំបានកំងនៅគេហៅថាកាទៀវប្រហិតត្រីគ្រឿងសមុទ្រហើយកូនខ្ញុំហ្នឹងបាយមាន់ស្ងោរអីចឹងគ្រាវទាអីចឹងណាគ្រប់មុខទាំងអស់គឺឆ្ងាញ់គ្រប់មុខទាំងអស់ខគោនំប៉័ងអីហ្នឹងគឺគ្រប់មុខទាំងអស់អញ្ចឹងបងប្អូនមានជំរើសជាច្រើនមិនថាការញ៉ាំនៅកន្លែងការខ្ចប់ឬក៏មិនថាញ៉ាំគ្រប់មុខនៅក្នុងហាងទាំងអស់រសជាតិគឺឆ្ងាញ់តែម្ដងហើយចំពោះភ្ញៀវនៅកន្លែងគាត់ហ្នឹងគឺចេញចូលពេលដែលមកញ៉ាំកន្លែងហ្នឹងខ្ញុំលែងឆ្ងល់ទេហេតុអីបានជាកន្លែងគាត់លក់ដាច់ម៉េះទី1គឺលើគុណភាពរសជាតិឆ្ងាញ់ទី2លើតម្លៃកន្លែងកាទៀវកន្លែងរកស៊ីណាក៏ដូចរកស៊ីណាដែរបើសិនជាគុណភាពនិយាយទៅឆ្ងាញ់តម្លៃនឹងវាសមរម្យទៅទៀតហើយទីតាំងចតឡានចតម៉ូតូគឺទលាយអញ្ចឹងបើសិនជាបងប្អូនអត់ដឹងថាទៅញ៉ាំនៅកន្លែងណាទេអាចមកញ៉ាំកន្លែងគឺថាកាទៀវមានឈៀងហេង2នៅផ្លូវទូ100នៅជាប់បរិយហុងឡាយបានហើយនិយាយទៅពេលដែលមកដល់អ្នកណាក៏ស្គាល់នៅកន្លែងគាត់ព្រោះថាភ្ញៀវចេញចូលច្រើនមែនតែនហើយអញ្ចឹងទៅបើសិនជាបងប្អូនចង់ញ៉ាំអាចមកកន្លែងគាត់បានអរគុណចំពោះការតាមដានទស្សនានៅក្នុង Page Mara Takeaway Food ជួបគ្នាក្នុងវីដេអូក្រោយបាយបាយ